ស្របពេលដែលប្រជាជនកម្ពុជាបានធ្វើពហិការរាល់ទំនិញថៃជាច្រើនប្រភេទមកដល់ឥឡូវនេះហើយកម្ពុជាក៏មានការកើនឡើងនៅផលិតផលក្នុងស្រុកជាច្រើនប្រភេទផងដែរហើយទន្ទឹមនឹងនោះនាយកដ្ឋានក៏ក៏បានរកឃើញនៅទំនិញមួយចំនួនកំពុងតែផលិតនៅទំនិញคล้ายៗនៅក្នុងទីផ្សារមួយចំនួនទីតាំងឃ្លាំងស្តុកសាប៊ូម៉ាកស្ពីคล้ายៗនិងដ៏ធំមួយក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រាស្រ័យហៅកាត់ថាកបសហការជាមួយនឹងអាជ្ញាធរដែនដីបើកការឈ្មោះបង្ក្រាបបានជាច្រើនតោនបន្ទាប់ពីមានពាក្យបណ្ដឹងពីម្ចាស់ម៉ាកយីហោដើមរបស់ក្រុមហ៊ុនយោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៅថ្ងៃទី22កក្កដា2026ដោយបានឲ្យដឹងថាការបង្ក្រាបទាំងនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងសូមអន្តរាគមន៍ពីសហគ្រាស MA LSV Industry ដែលជាក្រុមហ៊ុនផលិតសាប៊ូស្ពៃ MA Empress ហើយភ្លាមៗនោះផងដែរក្រុមការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបបើកប្រតិបត្តិការឈ្មោះបង្ក្រាបទីតាំងសង្ស័យខាងលើខណៈវត្ថុតាងជាច្រើនក៏ត្រូវបានដកហូតផងដែរបច្ចុប្បន្នមន្ត្រីជំនាញកបបាននឹងកំពុងអនុវត្តនីតិវិធីបន្តស្របតាមច្បាប់និងបទបញ្ញត្តិជាធរមានមុននឹងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការនិងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទោះជាយ៉ាងណាក្តីជំវិញការបង្ក្រាបនៅពេលនេះត្រូវបានមហាជនមើលឃើញថានេះមិនត្រឹមតែជាការរំលោភលើសិទ្ធិអាជីវកម្មនិងខូចខាតកិត្តិយសក្រុមហ៊ុនស្របច្បាប់ប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់ដោយសារតែផលិតផលមានសារធាតុគីមីគ្មានស្តង់ដារឬគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលជាមួយគ្នានេះផងដែរតាមរយៈគណនី Facebook លោកស្រីនុชសំផស្សម្ចាស់សហគ្រាស LSV Industry បានបង្ហោះសំណេរមានខ្លឹមសារទាំងស្រុងថានាងខ្ញុំក្នុងនាមជាម្ចាស់សហគ្រាសជា SME ក្នុងស្រុកសូមសំណូមពរទៅដល់សមាជិកពាក់ព័ន្ធទាំងអស់សូមមេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំជាអ្នករងគ្រោះក្នុងករណីខ្លែងបន្លំម៉ាកផលិតផលនេះពីព្រោះក្នុងនាមជាផលិតផលក្នុងស្រុកយើងខ្ញុំប្រឹងប្រែងខ្លាំងណាស់ទើបទទួលបានការគ្រប់គ្រងនៅក្នុងទីផ្សារហើយឥឡូវនេះត្រូវបានជួបរឿងបែបនេះយើងខ្ញុំទាំងអស់គ្នាមានទាំងក្រុមការងារមានទាំងក្រុមអ្នកវិទ្យាសាស្ត្រគីមីខ្មែរក្រុមបច្ចេកទេសផលិតផលក្រុមកសិករក្រុមការងារផ្នែកផ្សេងៗបានចំណាយពេលវេលាកម្លាំងចិត្តកម្លាំងកាយជាច្រើនឆ្នាំមកហើយទម្រាំតែទទួលបានលទ្ធផលល្អស្រាប់តែមកទទួលផលប៉ះពាល់ពីទង្វើល្មើសច្បាប់របស់ជនល្មើសទាំងនេះទៅវិញ